សាកគិតអំពីបទពិសោធន៍ចុងក្រោយរបស់អ្នកឧទាហរណ៍គ្រាន់តែឃើញមានចំណីលើតុភ្លាមអ្នកលោកដៃចាប់កាន់មកដាក់ក្នុងមាត់ទំពាទាំងដែលមិនបានគិតថាខ្លួនកំពុងឃ្លានឬអត់ផងទេឬគ្រាន់តែដាក់គូដអង្គុយឬឈររងចាំអ្វីមួយបន្តិចក៏ឆ្លៀតទាញយកទូរស័ព្ទពីក្នុងហោប៉ៅអូសមើល Facebook នេះមិនមែនជារឿងចៃដន្យទេតែនេះជាការបញ្ជារបស់ខួរក្បាលរបស់អ្នកដែលកំពុងប្រើវត្តនៃទម្លាប់តើអ្នកធ្លាប់ឆ្ងល់ឬទេថាហេតុអ្វីទម្លាប់ខ្លះហាក់ដូចជាមានភាពស្វ័យប្រវត្តិហេតុអ្វីអ្នកចាប់កាន់មើលទូរស័ព្ទរបស់អ្នកដោយមិនចាំបាច់គិតពិចារណាហេតុអ្វីបានជាអ្នកដោះថ្មិញរាល់ព្រឹកនិងរាល់ល្ងាចដោយគ្មានភាពខ្ជិលនៅក្នុងជំពូកទី3នៃសៀវភៅ Atomic Habits អ្នកនិពន្ធ James Clear ប្រើឃ្លាមួយបកស្រាយហេតុផលនេះប្រកបដោយអត្ថន័យគឺគ្រប់ទម្លាប់ទាំងអស់អនុវត្តតាមលំនាំដែលអាចប៉ាន់ស្មានជាមុនហើយនៅពេលអ្នកបានយល់អំពីលំនាំនេះអ្នកអាចរចនាទម្លាប់កាន់តែប្រសើរនិងបំបត្តិទម្លាប់អាក្រក់បានជំពូកនេះពន្យល់អំពីប្រព័ន្ធសាមញ្ញនៅពីក្រោយទម្លាប់ទាំងអស់វត្តទម្លាប់ទាំង4ជំហានលោក James Clear ពន្យល់ថាទម្លាប់មិនមែនជាភាពចៃដន្យនោះទេទម្លាប់កើតឡើងដោយសារហេតុផលមួយគឺដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពខួរក្បាលរបស់យើងតែងតែស្វែងរកវិធីដើម្បីសន្សំសំចៃថាមពលកាត់បន្ថយការប្រឹងប្រែងអនុវត្តសកម្មភាពដដែលៗដោយស្វ័យប្រវត្តិសាកសម័យប្រសិនបើអ្នកចាំបាច់ត្រូវគិតដោយផ្ដោតអារម្មណ៍អំពីរាល់សកម្មភាពប្រចាំថ្ងៃដូចជារបៀបចងស្បែកជើងរបៀបបើកទ្វាររបៀបបើកឡានរបៀបជិះកង់បើដូច្នេះមែននោះអ្នកនឹងហត់នឿយខួរក្បាលយ៉ាងខ្លាំងព្រោះវាជាទង្វើដែលអ្នកធ្វើជាប្រចាំដដែលតែទម្លាប់បានជួយសម្រាលបន្ទុកខួរក្បាលរបស់យើងចំពោះការងារទាំងអស់នេះវាអនុញ្ញាតឲ្យខួរក្បាលរបស់យើងអនុវត្តកិច្ចការទាំងអស់នេះដោយប្រព័ន្ធស្វ័យប្រវត្តិដែលមិនចាំបាច់ត្រូវប្រើខួរក្បាលដើម្បីគិតប៉ុន្តែនេះជាចំណុចសំខាន់ដែលគួរចងចាំទម្លាប់មិនមែនគ្រាន់តែធ្វើស្វ័យប្រវត្តិកម្មសកម្មភាពនោះទេទម្លាប់ធ្វើស្វ័យប្រវត្តិកម្មដំណោះស្រាយចំពោះបញ្ហាដែលកើតមានដដែលជំពូកទី3ណែនាំរចនាសម្ព័ន្ធដែលនៅពីក្រោយទម្លាប់ទាំងអស់គ្រប់ទម្លាប់ទាំងអស់អនុវត្តតាម4ជំហានដំណាក់កាលទី1ហៅថាគន្លឹះដំណាក់កាលទី2ហៅថាសេចក្តីចង់បានដំណាក់កាលទី3ហៅថាការឆ្លើយតបហើយដំណាក់កាលទី4ហៅថារង្វាន់ឧទាហរណ៍គន្លឹះអ្នកមានអារម្មណ៍ថាងងុយគេងសេចក្តីចង់បានអ្នកចង់ញ៉ាំកាហ្វេដើម្បីបំបត្តិងងុយការឆ្លើយតបអ្នកទិញកាហ្វេផឹករង្វាន់អ្នកមានអារម្មណ៍ថាស្វាងពីភាពងងុយឥឡូវយើងទៅមើលលម្អិតពីឧទាហរណ៍នេះជាមួយគ្នាគន្លឹះគឺជាកត្តាដាស់អារម្មណ៍វាជាសញ្ញាដែលប្រាប់ខួរក្បាលអ្នកថាអ្នកចង់ទទួលបានរង្វាន់គន្លឹះក្នុងឧទាហរណ៍ខាងលើគឺងងុយគេងគន្លឹះទាក់យកចំណាប់អារម្មណ៍របស់អ្នកការចង់បានគឺជាការជំរុញទឹកចិត្តនៅពីក្រោយទម្លាប់នៅក្នុងឧទាហរណ៍ខាងលើគឺការចង់ញ៉ាំកាហ្វេដើម្បីបំបត្តិងងុយចំណុចសំខាន់គឺអ្នកមិនមែនញៀននឹងទម្លាប់ទេតែអ្នកញៀននឹងការទទួលបានអារម្មណ៍ដែលទម្លាប់នោះនឹងផ្ដល់ឲ្យនៅពេលធ្វើវាអ្នកមិនមែនញៀននឹងការមើល Facebook នោះទេតែអ្នកញៀននឹងអារម្មណ៍នៃការបំបត្តិភាពអផ្សុកអ្នកមិនមែនញៀននឹងការដុសធ្មេញនោះទេតែអ្នកញៀននឹងការទទួលបានអារម្មណ៍នៃភាពស្អាតនិងគ្មានក្លិនមាត់ការញៀនឬការចង់បាននេះគឺជាការរំពឹងទុកការឆ្លើយតបគឺជាអាកប្បកិរិយាជាក់ស្ដែងការចាប់កាន់ទូរស័ព្ទការផឹកកាហ្វេការចេញទៅហាត់ប្រាណការញ៉ាំចំណីកត្តាដែលអ្នកនឹងធ្វើសកម្មភាពឬអត់គឺអាស្រ័យលើថាតើអ្នកទទួលបានអារម្មណ៍ជំរុញទឹកចិត្តកម្រិតណាថាតើមានឧបសគ្គកម្រិតណាថាតើវាមានភាពងាយស្រួលកម្រិតណារង្វាន់គឺសំដៅដល់អត្ថប្រយោជន៍ដែលអ្នកទទួលបាននេះជាជំហានចុងក្រោយដែលសំខាន់បំផុតរង្វាន់បំពេញតាមការចង់បានបំបត្តិភាពងងុយបង្រៀនខួរក្បាលរបស់អ្នកអំពីទម្លាប់និងពង្រឹងវដ្តសកម្មភាពប្រសិនបើសកម្មភាពមួយផ្ដល់អារម្មណ៍ល្អដែលយើងហៅថារង្វាន់ខួរក្បាលរបស់អ្នកនឹងចងចាំវាហើយនៅពេលក្រោយដែលគន្លឹះលេចឡើងវដ្តនេះនឹងចាប់ផ្ដើមជាថ្មីវដ្ត4ជំហាននេះពន្យល់អំពីអ្វីគ្រប់យ៉ាងអំពីទម្លាប់សាកគិតអំពីការអូសមើលទូរស័ព្ទរបស់អ្នកគន្លឹះអ្នកមានអារម្មណ៍ថាអផ្សុកការចង់បានអ្នកចង់បំបត្តិភាពអផ្សុកនេះការឆ្លើយតបអ្នកបើក Facebook រង្វាន់អ្នកបំបត្តិភាពអផ្សុកវត្តបានបំពេញឧទាហរណ៍មួយទៀតការហាត់ប្រាណគន្លឹះម៉ោងរោការចង់បានអ្នកចង់បានអារម្មណ៍ថាមានផលិតភាពការឆ្លើយតបអ្នករត់ហាត់ប្រាណរង្វាន់អ្នកទទួលបានអារម្មណ៍ថាមានផលិតភាព
រចនាសម្ព័ន្ធដូចគ្នាតែទម្លាប់ខុសគ្នានៅពេលអ្នកសង្កេតដឹងអំពីលំនាំនេះអ្នកនឹងចាប់ផ្ដើមកត់សម្គាល់ឃើញវានៅគ្រប់ទីកន្លែងហើយវាពិតជាមានអានុភាពព្រោះអ្វីដែលអ្នកអាចមើលឃើញនេះអ្នកអាចផ្លាស់ប្ដូរវាបានទម្លាប់អាក្រក់ក៏អនុវត្តតាមវត្តដូចគ្នានេះដែរប៉ុន្តែអ្វីដែលខុសគ្នាគឺទម្លាប់អាក្រក់តែងតែផ្ដល់រង្វាន់ភ្លាមបាត់បង់អត្ថប្រយោជន៍ក្នុងរយៈពេលវែងចំណែកទម្លាប់ល្អវិញតែងតែត្រូវការប្រឹងប្រែងភ្លាមផ្ដល់រង្វាន់រយៈពេលយូរខាងមុខខួរក្បាលរបស់យើងចង់បានការបំពេញសេចក្តីត្រូវការភ្លាមដូច្នេះហើយទើបអាហារដែលមិនល្អសម្រាប់សុខភាពការពន្យាពេលបំពេញការងារទាល់តែដល់នាទីចុងក្រោយនិងការបាច់អារម្មណ៍តែងតែមានឥទ្ធិពលខ្លាំងដែលមនុស្សភាគច្រើនពិបាកខាត់ចិត្តខ្លួនឯងដោយសារពួកវាផ្ដល់រង្វាន់ភ្លាមខួរក្បាលមិនគិតអំពីខែក្រោយទេវាចង់បានលទ្ធផលឥឡូវការយល់ពីកត្តានេះអាចឲ្យយើងដឹងហេតុផលដែលការបង្ខំចិត្តធ្វើអ្វីមួយជាទូទៅតែងតែបរាជ័យវាមិនមែនជាភាពទន់ខ្សោយទេតែវាជាកត្តាជីវសាស្ត្រប្រសិនបើគ្រប់ទម្លាប់មានដំណើរតាមលំនាំគន្លឹះការចង់បានការឆ្លើយតបរង្វាន់នោះការអភិវឌ្ឍទម្លាប់របស់អ្នកមានភាពងាយស្រួលធ្វើឲ្យគន្លឹះងាយស្រួលមើលឃើញធ្វើឲ្យសកម្មភាពនោះមានភាពទាក់ទាញបង្កភាពងាយស្រួលសម្រាប់វាធ្វើឲ្យវាជាកិច្ចការដែលពេញចិត្តឧទាហរណ៍យើងចង់កសាងទម្លាប់ហាត់ប្រាណមួយត្រូវដាក់ស្បែកជើងហាត់ប្រាណនៅជិតគ្រែគេងដែលអ្នកងាយនឹងប្រទះភ្នែកឃើញគន្លឹះងាយស្រួលមើលឃើញការចង់បានធ្វើឲ្យមានភាពទាក់ទាញភ្ជាប់ទម្លាប់នៃការហាត់ប្រាណនេះជាមួយទម្លាប់ដែលអ្នកពេញចិត្តធ្វើស្រាប់ដូចជាស្ដាប់ចម្រៀងការឆ្លើយតបបង្កភាពងាយស្រួលសារហាត់ប្រាណត្រឹមតែ2នាទីប៉ុណ្ណោះលើកដំបូងរង្វាន់ពេញចិត្តបន្ទាប់ពីធ្វើរួចតាមដានវឌ្ឍនភាពហើយអបអរខ្លួនឯងឲ្យផឹកទឹកក្រឡុកដែលអ្នកពេញចិត្តមួយកែវនេះជាមូលដ្ឋានគ្រឹះទាំងស្រុងនៅក្នុងសៀវភៅនេះជំពូកទី3បង្កើតជារចនាសម្ព័ន្ធនៅជំពូកក្រោយវានឹងបង្ហាញពីរបៀបបង្កើតទម្លាប់ដោយប្រើប្រព័ន្ធប៉ុន្តែជាដំបូងអ្នកត្រូវយល់អំពីវដ្តរបស់វាជាមុនសិនព្រោះទម្លាប់មិនមែនកើតឡើងដោយឯងនោះទេវាកើតឡើងតាមលំនាំដែលយើងអាចប៉ាន់ស្មានដឹងមុនហើយអ្វីដែលអាចប៉ាន់ស្មានដឹងមុននេះគឺអាចកែប្រែបានផងដែរសរុបសេចក្តីមកវិញជំពូកទី3បង្រៀនយើងអំពីអត្តសញ្ញាណរបស់អ្នកមិនមែនកំណត់ដោយទម្លាប់របស់អ្នកឡើយអ្នកជាអ្នកដឹកនាំប្រព័ន្ធផ្ទាល់ខ្លួនហើយគ្រប់ទម្លាប់គឺកើតឡើងពីប្រព័ន្ធនេះដែលមានគន្លឹះការចង់បានការឆ្លើយតបនិងរង្វាន់នៅពេលអ្នកយល់អំពីប្រព័ន្ធអ្នកនឹងជប់បន្ទោសខ្លួនឯងហើយអ្នកចាប់ផ្ដើមកែសម្រួលប្រព័ន្ធរបស់ខ្លួនព្រោះការផ្លាស់ប្ដូរយូរអង្វែងមិនមែនផ្ដោតលើការលើកទឹកចិត្តតែមួយមុខនោះទេវាផ្ដោតលើការយល់អំពីរបៀបដែលទម្លាប់ដំណើរការហើយនៅពេលអ្នកយល់អំពីវដ្តរបស់វាអ្នកអាចបង្កើតទម្លាប់ដែលមានប្រសិទ្ធភាពសម្រាប់អ្នកជាជាងអវិជ្ជមានសម្រាប់អ្នក